ខ្ញុំអញ្ចឹងខ្ញុំឈឺឡើង2ខែនៅអាមេរិកខ្ញុំចូលចិត្តអត់ធ្វើព្រោះគឺធ្វើម្ដងវានេះទៅហើយ ម្ដងអត់បាត់ធ្វើពីរដងអត់បាត់ ណាមួយដល់ប្រពន្ធខ្ញុំទៅ implant មួយបាត់ឡើង2ដង អូបងស្រីធ្លាប់ដាក់ implant អាមេរិកដែរ អាមេរិកវាដកឲ្យគាត់ឈឺហើយទៅវាម្ដងទៀតដល់អញ្ចឹងធ្វើគាត់ឡើងខ្លាចហើយខ្ញុំដល់អញ្ចឹងខ្ញុំខ្លាច បងធ្លាប់ខ្លាចបងស្រីធ្លាប់ខ្លាចចុះសម្រាប់បទពិសោធន៍បងផ្ទាល់ហ្មងធ្វើនៅទីមានការឈឺចាប់អត់បង អត់ បងអាចចែករំលែកបទពិសោធន៍មានឈឺអត់មានហើមអត់មានបបាអត់ សំខាន់ដកឲ្យភ្លាមដាក់ចូលឲ្យភ្លាមហើយងាយឡើងហូបបោះឲ្យលេបទៅឆ្នាំចូលបោវាអត់មានឈឺអត់មានហើមអីបើគាត់ថាឈាមតិចតិច បើចែកទេឥឡូវទៅប៉ាគេដាំបកគោ implant បានដោយអត់ហើមអត់ឈឺទេ បើសារកន្លែងហ្នឹងខ្ញុំថាព្រោះនៅកាំងដាំតែមួយហ្នឹងគាត់ខ្ញុំដាំតែមួយឡើង2សាល ដាំពីសា ព្រោះវាដកវាមិនដឹងមូលហេតុដូចគ្នាមកដល់ផ្ទះវិញហើមហូបអីក៏អត់បានខ្ញុំមិនដឹងថាមូលហេតុអីបើដល់ខ្ញុំមកនេះដាំដល់3គ្រាប់ អត់ហើម អត់មានហើមអីប៉ុន្មានតិចអត់មកតកពីពេលទៅដល់ទៀតងាយឡើងខ្ញុំហូបបោះបាន ញ៉ាំអីក៏បានដែរណាអ្នកខ្លះចា មកអត់ខុសទេកុំខ្លាច កុំខ្លាចហើយកុំមានការគិតថាខ្មែរយើងនៅតែធ្វើអត់បានណាបច្ចេកទេសខ្មែរយើងឥឡូវខ្លាំងមែនតើទៅស្រីសុខាភិបាល ចង់កន្លែងខ្លះចង់ទំនើបជាងអាមេរិកទៀតចឹង នេះនិយាយចឹងគេវូលីទេឡា ណូនេះនិយាយការពិតខ្ញុំនិយាយការពិតព្រោះខ្ញុំទៅធ្វើនៅនឹងដែរ អញ្ចឹងបងធ្លាប់ធ្វើទាំងអាមេរិកទាំងនៅខ្មែរចាអញ្ចឹងនេះ feedback ប៉ាត់ណាមិនមែនគ្រូប៉ែអ្នកនិយាយទេណាអ្នកជំងឺអ្នកនិយាយចឹងបងអត់ជឿទេអញមើលនៅត្រីបាន ត្រូវ